លោក Zelensky បានអះអាងថាអ៊ុយក្រែននឹងចូលរួមសហភាពអឺរ៉ុបនៅឆ្នាំក្រោយយោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កំពុងអំពាវនាវឲ្យប្រទេសរបស់គាត់ចូលសហភាពអឺរ៉ុបនៅឆ្នាំក្រោយដោយគំនិតនេះបានចូលទៅដល់ក្នុងចំណោមប្រទេសសមាជិកមួយចំនួនរួចទៅហើយនៅក្នុងការបង្ហោះលើបណ្ដាញសង្គម X កាលពីថ្ងៃអង្គារលោក Zelensky បាននិយាយថាលោកបានពិភាក្សាអំពីកិច្ចចរចារវាងរុស្ស៊ីនិងអាមេរិកនិងអ៊ុយក្រែននៅពេលថ្មីៗនេះនៅទីក្រុង Abu Dhabi ជាមួយអធិការបតីអូទ្រីសលោក Christian Stocker លោកបានបន្តថាការចរចាផ្ដោតជាចម្បងលើបញ្ហាយោធាប៉ុន្តែក៏ប៉ះពាល់ដល់ការធានាសន្តិសុខផងដែរលោកបានសរសេរដែរថាការចូលជាសមាជិករបស់អ៊ុយក្រែនទៅកាន់សហភាពអឺរ៉ុបគឺជាការធានាសន្តិសុខដ៏សំខាន់មួយមិនត្រឹមតែសម្រាប់យើងប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់អឺរ៉ុបទាំងអស់ផងដែរលោកបានបន្តថានោះហើយជាមូលហេតុដែលយើងកំពុងនិយាយអំពីការបដិឆេទជាក់ស្ដែងពោលគឺនៅឆ្នាំ2027ខាងមុខហើយយើងពឹងផ្អែកលើការគ្រប់គ្រងរបស់ដៃគូសម្រាប់តំណែងរបស់យើងគួរឲ្យដឹងផងដែរថាសមាជិកភាពដែលបានតាមដានយ៉ាងឆាប់រហ័សសម្រាប់អ៊ុយក្រែនត្រូវបានគេរាយការណ៍ថាជាផ្នែកនៃផែនការវិបលភាពឡើងវិញដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកដែលមានទឹកប្រាក់ចំនួន$800,000,000ដែលត្រូវបានបែងចែកជាលក្ខណៈឯកជនដល់រដ្ឋជាសមាជិកសហភាពអឺរ៉ុបដោយគណៈកម្មការអឺរ៉ុបកាលពីសប្តាហ៍មុនអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bry